បងប្អូនស្អែកនេះមានសាច់គោងៀតលក់បងប្អូនថ្ងៃនេះដាក់បន្លាក់ឲ្យប៉ុន្តែអត់ទាន់បានហាលបងប្អូនចឹងទុកវាមកយកឲ្យចូលជាតិល្អស្អែកនេះហាលស្ងួតលក់ជូនបងប្អូនបងប្អូនចង់បានសាច់សាមចេះក៏បានដែរបងប្អូនតម្លៃផ្សេងសាច់ស្ងួតតម្លៃផ្សេងណាបងប្អូនចឹងបងប្អូនមកមុនគឺថាបានសាច់ល្អមុនព្រោះអីសាច់ប្រទេសធំច្រើននេះបងប្អូនសាច់ក្រហមស្រស់បងប្អូនអត់មែនយកសាច់អន់មកបន្លាក់ណាបងប្អូនសាច់ក្រហមងៅហើយសិតតែសាច់ច្រឡកនិយាយទៅសាច់នេះសិតសាច់ច្រឡកសាច់ស្អាតបងប្អូនសាច់ច្រឡកសាច់ផ្លូវអីហ្នឹងឯងបងប្អូនឆ្ងាញ់គឺបងប្អូនត្រូវការបងប្អូនអាចឆាតមកបានបងប្អូនចង់យកសាច់សើមចេះក៏បានបងប្អូនចង់យកសាច់ស្ងួតក៏បានដែរបើសាច់ស្ងួតស្អែកល្ងាចទេបងប្អូនហើយសាច់របស់យើងក្រហមល្អអត់មានប្រើវគ្គប្រើអីទេបងប្អូនហើយប្រឡាក់គ្រឿងធម្មជាតិសុទ្ធសាធអត់មានគ្រឿងអត់មានថ្នាំរក្សាទុករក្សាអីទេប្រឡាក់តា5គីឡូបងប្អូននេះ5គីឡូច្បល់រឿងចុកដៃដែរណាបងប្អូនច្បល់រឿងយូរតិចឲ្យវាចូលជាល្អបានគ្រឿងវាសពណានេះសាច់របស់យើងបងប្អូនសាច់ល្អអត់មានសាច់កតិចកទីអីយកមកប្រឡាក់ទេសាច់ថ្មីស្រស់ណាចឹងបងប្អូនត្រូវការអាចតាក់ទងមកបានឲ្យតែធ្វើគោងៀតម្ដងខ្ញុំយកតែសាច់ល្អមកធ្វើទេបងប្អូនសាច់អន់សាច់កតិចកទីគឺអត់ដែលធ្វើទេចឹងឯនេះខ្ញុំមានសាច់ច្រឡកសាច់ប៉ៃច្រឡកក្នុងច្រឡកក្រៅគឺថាល្អមែនទែនបងប្អូនអើយសិតតែសាច់ដុំហើយសាច់ផុយឆ្ងាញ់ទៀតមិនថាសាច់ប៉ៃសាច់ច្រឡកទេបងប្អូនសិតតែសាច់កន្លែងឆ្ងាញ់ជាពិសេសសាច់ប៉ៃនឹងតែម្ដងបងប្អូនខាងក្នុងវាមានតែសាច់តិចប៉ុន្តែពេលដែលឆ្អិនទៅតែសាច់នឹងជ្រុំបងប្អូនឆ្ងាញ់មែនទែនអត់ស្វិតទេហើយបើម្ដុំវែងនេះវិញគឺថាសាច់ច្រឡកបងប្អូនផុយឆ្ងាញ់មែនទែនសាច់ឡើងទន់ល្មើយហើយអញ្ចឹងខ្ញុំកាត់វាជាកង់សិនណាបងប្អូនដើម្បីយើងងាយស្រួលជាហើយខ្ញុំជាវាទៅតាមសាច់បងប្អូនសាច់ណាជាប្រទះបានគឺខ្ញុំជាប្រទះសាច់ណាជាច្រវាមូលគឺខ្ញុំជាច្រវាមូលហើយគ្រាន់តែដាក់លើកទី1ឆ្វាច់ចំដៃកដាលផ្លេតបងប្អូនអើយមុតប៉ុន្តែអត់ឈឺទេបងប្អូនតពេលរួចរាល់អស់បានឈឺហើយសាច់ថ្ងៃនេះគឺថាទន់ល្អហើយផុយឆ្ងាញ់មែនទេបងប្អូនហើយខ្ញុំជាវាជាប្រទះស្ដើងណាបងប្អូនហើយឥឡូវនេះបន្តពីជាសាច់ហើយគឺថាខ្ញុំមកផ្សំគ្រឿងវិញគ្រឿងរបស់ខ្ញុំមានដេងខ្ទឹមជាមួយនឹងម្ទេសណាបងប្អូនហើយម្ទេសហ្នឹងខ្ញុំអត់ប្រឡេះតងចេញទេបងប្អូនគឺខ្ញុំដាក់ទាំងតងហើយសម្រាប់ខ្ទឹមវិញក៏ខ្ញុំដាក់ទាំងសបកដែរបងប្អូនហើយវាមានក្លិនឈ្ងុយអញ្ចឹងណាបងប្អូនពេលដែលយើងដាក់ទាំងសបកហើយសបកវាជាប់ជាមួយនឹងសាច់គោរបស់យើងទៀតមើលទៅវារាងទំនងអញ្ចឹងណាបងប្អូនហើយអញ្ចឹងបន្តពីកិនជាមួយនឹងគ្រឿងមានដេងមានម្ទេសមានខ្ទឹមឃើញថាមកល្មមដែលខ្ញុំចង់បានហើយខ្ញុំក៏យកមកប្រឡាក់ជាមួយសាច់គោរបស់ខ្ញុំអញ្ចឹងបងប្អូនសម្រាប់ងៀតគោនេះគឺខ្ញុំធ្លាប់ចេញវីដេអូពី3ដងហើយសម្រាប់ងៀតគោគឺខ្ញុំធ្វើមកល្មមទេបងប្អូនអត់ធ្វើទុកយូរទេហើយសម្រាប់សាច់គោ5គីឡូនេះគឺថាខ្ញុំលក់ចង់អស់ហើយបងប្អូនអញ្ចឹងស្អែកនេះខ្ញុំបន្តប្រឡាក់ថែមទៀតណាបងប្អូនហើយអត់តាន់បានហាលទេដោយសារតាប្រឡាក់ហើយខ្ញុំគិតថាចង់ទុកវាមួយយប់សិនឲ្យវាចូលជាតិល្អតែស្ដាយដែរបងប្អូនថ្ងៃមិញថ្ងៃល្អមែនទែនថ្ងៃបើកថ្ងៃល្អបងប្អូនប៉ុន្តែអត់បានហាលសាច់ហើយណាមួយល្ងាចនេះភ្លៀងទៀតមិនដឹងថាព្រឹកស្អែកនឹងមានថ្ងៃហាលអត់ទេបងប្អូនប៉ុន្តែអត់អីទេសាច់របស់ខ្ញុំគឺនៅតែបន្តិចទេដោយសារតាបងប្អូនយើងគាត់កំងអស់បដាឲ្យបងប្អូនខ្លះគាត់ទិញ1គីឡូខ្លះណាកន្លះគីឡូហើយចែនៅទល់មុខផ្ទះគាត់ជួយទិញ2គីឡូអញ្ចឹងណាបងប្អូនហើយមានបងប្អូនខ្លះទៀតគាត់ទិញ2ខាំ3ខាំអីចឹងទៅនៅសល់សាច់ប្រហែលជា1គីឡូអីទៀតទេបងប្អូនអញ្ចឹងស្អែកនេះខ្ញុំប្រឡាក់បន្តទៀតហើយសល់1គីឡូហ្នឹងក៏ខ្ញុំហាលវាឲ្យស្ងួតព្រោះអីមានបងប្អូនយើងគាត់កំងសាច់ស្ងួតចឹងណាហើយបងប្អូនខ្លះគាត់ចង់បានភ្លាមអញ្ចឹងហើយគាត់យកសាច់នៅសើមអញ្ចឹងតែម្ដងហើយអញ្ចឹងស្អែកខ្ញុំប្រឡាក់បន្តថែម6គីឡូទៀតនិយាយទៅខ្ញុំប្រឡាក់អត់លោភទេបងប្អូនគឺខ្ញុំប្រឡាក់មកល្មមទេហើយសម្រាប់សាច់ប្រឡាក់ខ្ញុំថ្ងៃនេះគឺថាអត់ប្រៃណាបងប្អូនគឺថាមកល្មមតែបើសម្រាប់បងប្អូនដែលគាត់ហូបរៀងប្រៃអាចសាបបន្តិចបងប្អូនដោយសារតែខ្ញុំអត់ចង់ប្រឡាក់ប្រៃទេចង់ប្រឡាក់រសជាតិបែបស្រាលអញ្ចឹងណាបងប្អូនអញ្ចឹងទៅខ្ញុំក៏បន្ថយបន្តិចហើយសម្រាប់ប្រឡាក់គ្រឿងនេះគឺអត់មានអីច្រើនទេបងប្អូនមានតែប៊ីចេងស្ករអំបិលនឹងឯងអត់មាន
គ្រឿងក្រៅអីច្រើនទេគឺថាងាយហើយមានខ្ទឹមមានដេងមានម្ទេសអីចឹងទៅដើម្បីឲ្យសាច់របស់យើងវាឈ្ងុយចឹងណាបងប្អូនហើយសម្រាប់សាច់គោនេះបើសិនជាយើងអាំងគឺឈ្ងុយជាងចៀនបងប្អូនព្រោះអីអាំងវាមានគ្រឿងមានអីនៅជាប់នៅនឹងសាច់ហ្នឹងណាបងប្អូនចឹងសម្រាប់សាច់គោងៀតឬក៏សាច់គោប្រឡាក់នេះខ្ញុំចូលចិត្តអាំងរសជាតិវាគឺកាន់តែឆ្ងាញ់ហើយនេះបងប្អូនច្បល់រៀងយូរដែរណាបងប្អូនដើម្បីឲ្យវាចូលជាតិល្អឲ្យតែប្រឡាក់សាច់គោងៀតម្ដងរឿងផ្លែសាច់គឺខ្ញុំអត់សូវខ្ជិលទេបងប្អូនខ្ជិលជាងគេគឺរឿងច្បល់សាច់ហ្នឹងតែម្ដងព្រោះអីបើយើងអត់ច្បល់ឲ្យវាយូរទេគឺវាអត់ចូលជាតិហើយច្បល់ម្ដងឡើងចុកដៃបងប្អូនអើយมันងាយស្រួលប្រហែលទេចឹងពេលផ្សំគ្រឿងគឺអត់ពិបាកទេពិបាកជាងគេពេលច្បល់សាច់ហើយនឹងពេលហាលសាច់ត្រូវតែយើងមើលថែវាឲ្យបានល្អគ្របអីឲ្យដិតដល់បងប្អូនបើមិនចឹងទេរុយបងប្អូនអើយពងដាក់ទុំពីលើអញ្ចឹងខ្ញុំក៏ហូបខ្លួនឯងដែរបងប្អូនមិនថាហូបខ្លួនឯងឬក៏ធ្វើលក់ទេក៏យើងត្រូវតែមានអនាម័យហើយខ្ញុំនេះឲ្យតែហាលសាច់ម្ដងគឺខ្ញុំត្រូវការគ្របឲ្យវាចិត្តណាបងប្អូនបើគ្របមិនចិត្តទេរុយវាច្រើនយើងនៅស្រុកស្រែជនបទអញ្ចឹងវាសបោរុយបងប្អូនហើយណាមួយយើងប្រឡាក់បែបធម្មជាតិយើងអត់មានដាក់សារធាតុនេះសារធាតុនោះទេអញ្ចឹងហើយសាច់គោរបស់យើងបើថាប្រហែលគឺរុយទុំតែម្ដងហើយឥឡូវនេះថ្លឹងឲ្យចែក៏យក2គីឡូបងប្អូននៅហើយសាច់មកនឹងថ្លឹងឲ្យចែនេះគឺខ្ញុំផ្អាប់ទុកប្រហែលជា3ម៉ោងអីដែរបងប្អូនវាចូលជាតិល្អដែរហើយបងប្អូនយើងផ្សេងទៀតក៏គាត់យកម្នាក់កន្លះគីឡូ3ខាំ2ខាំអីអញ្ចឹងណាបងប្អូន3ខាំកន្លះតែបងប្អូនស្អែកនេះមានសាច់គោងៀតលក់បងប្អូនថ្ងៃនេះដាក់ប្រឡាក់ឲ្យប៉ុន្តែអត់ទាន់បានហាលបងប្អូនអញ្ចឹងទុកវាមកយកឲ្យចូលជាតិល្អស្អែកនេះហាលស្ងួតលក់ជូនបងប្អូនតែបងប្អូនចង់បានសាច់ផ្សំចេះក៏បានដែរបងប្អូនតម្លៃផ្សេងសាច់ស្ងួតតម្លៃផ្សេងណាបងប្អូនខ្ញុំបងប្អូនមកមុនគឺថាបានសាច់ល្អមុនព្រោះអីសាច់ប្រទេសធំច្រើននេះបងប្អូនសាច់ក្រហមស្រស់បងប្អូនអត់មែនយកសាច់អន់មកប្រឡាក់ណាបងប្អូនសាច់ក្រហមងៅហើយសិតតែសាច់ច្រឡកនិយាយទៅសាច់នេះគឺសាច់ច្រឡកសាច់ស្អាតដែរបងប្អូនសាច់ច្រឡកសាច់ផ្លូវអីហ្នឹងឯងបងប្អូនឆ្ងាញ់ខ្ញុំបងប្អូនត្រូវការបងប្អូនអាចឆាតមកបានបងប្អូនចង់យកសាច់សើមចេះក៏បានបងប្អូនចង់យកសាច់ស្ងួតក៏បានដែរបើសាច់ស្ងួតស្អែកល្ងាចទេបងប្អូនហើយសាច់របស់យើងក្រហមល្អអត់មានប្រើរយៈប្រើអីទេបងប្អូនហើយប្រឡាក់គ្រឿងធម្មជាតិសុទ្ធសាធអត់មានគ្រឿងអត់មានថ្នាំរក្សាទុករក្សាអីទេប្រឡាក់តែ5គីឡូបងប្អូននេះ5គីឡូច្បល់រឿងចុកដៃដែរណាបងប្អូនច្បល់រឿងយូរទេឲ្យវាចូលជាតិល្អបានគ្រឿងវាសពណានេះសាច់របស់យើងបងប្អូនសាច់ល្អអត់មានសាច់កតិកទីអីយកមកប្រឡាក់ទេសាច់ថ្មីស្រស់ណាចាំបងប្អូនត្រូវការអាចតាក់ទងមកបានឲ្យតែធ្វើគោងៀតម្ដងខ្ញុំយកតែសាច់ល្អមកធ្វើទេបងប្អូនសាច់អន់សាច់កតិកទីគឺអត់ដែលធ្វើទេអញ្ចឹងឯនេះខ្ញុំមានសាច់ច្រឡកសាច់ប៉ៃច្រឡកក្នុងច្រឡកក្រៅគឺថាល្អមែនទែនបងប្អូនអើយសិតតែសាច់ដុំហើយសាច់ផុយឆ្ងាញ់ទៀតមិនថាសាច់ប៉ៃសាច់ច្រឡកទេបងប្អូនសិតតែសាច់កន្លែងឆ្ងាញ់ជាពិសេសសាច់ប៉ៃនឹងតែម្ដងបងប្អូនខាងក្នុងវាមានតែសាច់តិចប៉ុន្តែពេលដែលឆ្អិនទៅតែសាច់នឹងជ្រុំបងប្អូនឆ្ងាញ់មែនទែនអត់ស្វិតទេហើយបើម្ដុំវែងនេះវិញគឺថាសាច់ច្រឡកបងប្អូនផុយឆ្ងាញ់មែនទែនសាច់ប្លង់តុនល្មើយហើយអញ្ចឹងខ្ញុំកាត់វាជាកង់សិនណាបងប្អូនដើម្បីយើងងាយស្រួលជាហើយខ្ញុំជាវាទៅតាមសាច់បងប្អូនសាច់ណាជាប្រទះបានគឺខ្ញុំជាប្រទះសាច់ណាជាចង្វាមូលគឺខ្ញុំជាចង្វាមូលហើយគ្រាន់តែដាក់លើកទី1ឆ្វាច់ចំដៃកដាលផ្លេតបងប្អូនអើយមុតប៉ុន្តែអត់ឈឺទេបងប្អូនតើពេលរួចរាល់អស់បានឈឺហើយសាច់ថ្ងៃនេះគឺថាតុនល្អហើយផុយឆ្ងាញ់មែនទេបងប្អូនហើយខ្ញុំជាវាជាប្រទះស្ដើងណាបងប្អូនហើយឥឡូវនេះបន្តពីជាសាច់ហើយគឺថាខ្ញុំមកផ្សំគ្រឿងវិញគ្រឿងរបស់ខ្ញុំមានដេងខ្ទឹមជាមួយនឹងម្ទេសហ្នឹងបងប្អូនហើយម្ទេសហ្នឹងខ្ញុំអត់ប្រឡេះតងចេញទេបងប្អូនគឺខ្ញុំដាក់ទាំងតងហើយសម្រាប់ខ្ទឹមវិញក៏ខ្ញុំដាក់ទាំងសបកដែរបងប្អូនហើយវាមានក្លិនឈ្ងុយអញ្ចឹងណាបងប្អូនពេលដែលយើងដាក់ទាំងសបកហើយ
សបកវាជាប់ជាមួយនឹងសាច់គោរបស់យើងទៀតមើលទៅវារៀងទំនងអញ្ចឹងណាបងប្អូនហើយអញ្ចឹងបន្ទាប់ពីកិនជាមួយនឹងគ្រឿងមានដេងមានម្ទេសមានខ្ទឹមឃើញថាមកល្មមដែលខ្ញុំចង់បានហើយខ្ញុំក៏យកមកប្រឡាក់ជាមួយសាច់គោរបស់ខ្ញុំអញ្ចឹងបងប្អូនសម្រាប់ងៀតគោនេះគឺខ្ញុំធ្លាប់ចេញវីដេអូពីរដងហើយសម្រាប់ងៀតគោគឺខ្ញុំធ្វើមកល្មមទេបងប្អូនអត់ធ្វើទុកយូរទេហើយសម្រាប់សាច់គោ5គីឡូនេះគឺថាខ្ញុំលក់ចង់អស់ហើយបងប្អូនអញ្ចឹងស្អែកនេះខ្ញុំបន្តប្រឡាក់ថែមទៀតណាបងប្អូនហើយអត់តាន់បានហាលទេដោយសារតែប្រឡាក់ហើយខ្ញុំគិតថាចង់ទុកវាមួយយប់សិនឲ្យវាចូលជាតិល្អតែស្ដាយដែរបងប្អូនថ្ងៃមិញថ្ងៃល្អមែនទែនថ្ងៃបើកថ្ងៃល្អបងប្អូនប៉ុន្តែអត់បានហាលសាច់ហើយណាមួយល្ងាចនេះភ្លៀងទៀតមិនដឹងថាព្រឹកស្អែកហ្នឹងមានថ្ងៃហាលអត់ទេបងប្អូនប៉ុន្តែអត់អីទេសាច់របស់ខ្ញុំគឺនៅតែបន្តិចទេដោយសារតែបងប្អូនយើងគាត់កំងអស់បដាឲ្យបងប្អូនខ្លះគាត់ទិញ1គីឡូខ្លះណាកន្លះគីឡូហើយចែនៅទល់មុខផ្ទះគាត់ជួយទិញ2គីឡូអញ្ចឹងណាបងប្អូនហើយមានបងប្អូនខ្លះទៀតគាត់ទិញ2ខាំ3ខាំអីចឹងទៅនៅសល់សាច់ប្រហែលជា1គីឡូអីទៀតទេបងប្អូនអញ្ចឹងស្អែកនេះខ្ញុំប្រឡាក់បន្តទៀតហើយសល់1គីឡូហ្នឹងក៏ខ្ញុំហាលវាឲ្យស្ងួតព្រោះអីមានបងប្អូនយើងគាត់កំងសាច់ស្ងួតចឹងណាហើយបងប្អូនខ្លះគាត់ចង់បានភ្លាមអញ្ចឹងហើយគាត់យកសាច់នៅសើមអញ្ចឹងតែម្ដងហើយអញ្ចឹងស្អែកខ្ញុំប្រឡាក់បន្តថែម6គីឡូទៀតនិយាយទៅខ្ញុំប្រឡាក់អត់លោភទេបងប្អូនគឺខ្ញុំប្រឡាក់មកល្មមទេហើយសម្រាប់សាច់ប្រឡាក់ខ្ញុំថ្ងៃនេះគឺថាអត់ប្រៃណាបងប្អូនគឺថាមកល្មមតែបើសម្រាប់បងប្អូនដែលគាត់ហូបរៀងប្រៃអាចសាបបន្តិចបងប្អូនដោយសារតែខ្ញុំអត់ចង់ប្រឡាក់ប្រៃទេចង់ប្រឡាក់រសជាតិបែបស្រាលអញ្ចឹងណាបងប្អូនអញ្ចឹងទៅខ្ញុំក៏បន្ថយបន្តិចហើយសម្រាប់ប្រឡាក់គ្រឿងនេះគឺអត់មានអីច្រើនទេបងប្អូនមានតែប៊ីចេងស្ករអំបិលនឹងឯងអត់មានគ្រឿងក្រៅអីច្រើនទេគឺថាងាយហើយមានខ្ទឹមមានដេងមានម្ទេសអីចឹងទៅដើម្បីឲ្យសាច់របស់យើងវាឈ្ងុយចឹងណាបងប្អូនហើយសម្រាប់សាច់គោនេះបើសិនជាយើងអាំងគឺឈ្ងុយជាងចៀនបងប្អូនព្រោះអីអាំងវាមានគ្រឿងមានអីនៅជាប់នៅនឹងសាច់ហ្នឹងណាបងប្អូនអញ្ចឹងសម្រាប់សាច់គោងៀតឬក៏សាច់គោប្រឡាក់នេះខ្ញុំចូលចិត្តអាំងរសជាតិវាគឺកាន់តែឆ្ងាញ់ហើយនេះបងប្អូនច្បល់រៀងយូរដែរណាបងប្អូនដើម្បីឲ្យវាចូលជាតិល្អឲ្យតែប្រឡាក់សាច់គោងៀតម្ដងរឿងផ្លែសាច់គឺខ្ញុំអត់សូវខ្ជិលទេបងប្អូនខ្ជិលជាងគេគឺរឿងច្បល់សាច់ហ្នឹងតែម្ដងព្រោះអីបើយើងអត់ច្បល់ឲ្យវាយូរទេគឺវាអត់ចូលជាតិហើយច្បល់ម្ដងឡើងចុកដៃបងប្អូនអើយมันងាយស្រួលប្រហែលទេចឹងពេលផ្សំគ្រឿងគឺអត់ពិបាកទេពិបាកជាងគេពេលច្បល់សាច់ហើយនឹងពេលហាលសាច់ត្រូវតែយើងមើលថែវាឲ្យបានល្អគ្របអីឲ្យដិតដល់បងប្អូនបើមិនចឹងទេរុយបងប្អូនអើយពងដាក់ទុំពីលើអញ្ចឹងខ្ញុំក៏ហូបខ្លួនឯងដែរបងប្អូនមិនថាហូបខ្លួនឯងឬក៏ធ្វើលក់ទេក៏យើងត្រូវតែមានអនាម័យហើយខ្ញុំនេះឲ្យតែហាលសាច់ម្ដងគឺខ្ញុំត្រូវការគ្របឲ្យវាចិត្តណាបងប្អូនបើគ្របមិនចិត្តទេរុយវាច្រើនយើងនៅស្រុកស្រែជនបទអញ្ចឹងវាសបោរុយបងប្អូនហើយណាមួយយើងប្រឡាក់បែបធម្មជាតិយើងអត់មានដាក់សារធាតុនេះសារធាតុនោះទេអញ្ចឹងហើយសាច់គោរបស់យើងបើថាប្រហែលគឺរុយទុំតែម្ដងហើយឥឡូវនេះថ្លឹងឲ្យចែគាត់យក2គីឡូបងប្អូននៅហើយសាច់មកនឹងថ្លឹងឲ្យចែនេះគឺខ្ញុំផ្អាប់ទុកប្រហែលជា3ម៉ោងអីដែរបងប្អូនវាចូលជាតិល្អដែរហើយបងប្អូនយើងផ្សេងទៀតក៏គាត់យកម្នាក់កន្លះគីឡូ3ខាំ2ខាំអីចឹងណាបងប្អូន3ខាំកន្លះ